สำหรับ Angelo តើរកឃើញខ្លួនឯងថាតន្ត្រីគឺជាផ្នែកសំខាន់នៃជីវិតខ្លួនឯងហ្នឹងតាំងពីពេលណាសម្រាប់តន្ត្រីដែលខ្ញុំរកឃើញដែលខ្ញុំស្រឡាញ់ហ្មងដែលខ្ញុំគិតថាខ្ញុំដើរលើផ្លូវហ្នឹងពីទូចមកបងខ្ញុំស្រឡាញ់តាំងពីទូចអាយុប្រហែល6ឆ្នាំអីហ្នឹងបងចឹងមានន័យថា Angelo ចាប់ផ្ដើមស្រឡាញ់ជំនាញតន្ត្រីហ្នឹងគឺតាំងពីទូចមកហ្មងអត់ដែលធ្លាប់មានបំណងចង់ទៅធ្វើអីផ្សេងទេវាមកពីខ្លួនខ្ញុំតាំងពីទូចមកបងវាចេញពីខាងក្នុងហ៎បងបាទបង spirit របស់យើងជាអាទិហ្មងណាបាទបងបាទវាដូចជាមានអីមួយនៅក្នុងបេះដូងខ្ញុំបើសិនជាខ្ញុំអត់បានធ្វើចម្រៀងមួយថ្ងៃក្រោយខ្ញុំអត់បានធ្វើចម្រៀងធ្វើអីក្រោយខ្ញុំមានអារម្មណ៍ថាខ្សោះអត់មានកម្លាំងដូចបាត់បង់អីមួយហ្មងបងចុះសម្រាប់ Angelo ដែរមានការងារអីផ្សេងក្រៅពីសិល្បៈអត់អូនសម្រាប់ឥឡូវនេះគឺខ្ញុំ focus លើចម្រៀងចា៎តែពីមុនខ្ញុំធ្លាប់ធ្វើជាចុងភៅជាចុងភៅធ្វើជាកូនក្បិតឬក៏ធ្វើអ្នកចម្អិនអ្នកខុកហ្មងខ្ញុំទាំងខុកទាំងអីជួយលក់ដូរជួយអីខ្ញុំមួយ set ទាំងអ្នក order ខ្ញុំសម្បូរប៉ាធរដោយសារខ្ញុំជា friendly លេងមួយគាត់ទេបងអូខេបាត់ខ្ញុំមានអាំងសាច់អាំងសាច់ barbecue ហើយសវិសភ្ញៀវជនជាតិអញ្ចឹងណាបងខ្ញុំមានប្រូមួយដែលតាក់ទងមួយ